រោគក្រហមស៊ូវ៉ាន់ឈីងខ្ញុំមកពីក្រុមហ៊ុនស៊ូគ្រប់តើអ្នកមីងលីនស៊ូយីងនៅផ្ទះទេខ្ញុំមានការប្រញាប់ចង់ជួបគាត់ស្រីអាវយឺតលឿងស៊ូគ្រប់មែនក្រុមហ៊ុនដែរសាងសង់អគារថ្មីនោះមែនទេប្រុសអោសតើអ្នកមានការអីជាមួយម៉ែខ្ញុំស្រីរោគក្រហមស៊ូវ៉ាន់ឈីងមើលនេះមើលរូបហង្សមួយនេះមែនអ្នកមីងលីនជាអ្នកបាក់ទេប្រុសអោសនេះស្រីរោគក្រហមស៊ូវ៉ាន់ឈីងនេះគេហៅថាក្បាច់ហង្សស្មុកក្បាលវាបានបាត់បង់អស់រយៈពេល30ឆ្នាំមកហើយដឹងទេថាវាមានន័យយ៉ាងណាអ្នកមីងលីនគឺជាអ្នកបន្តវេនតែម្នាក់គត់នៃសិល្បៈបកចំណានស្រីរោគក្រហមស៊ូវ៉ាន់ឈីងនៅក្នុងពិព័រណ៍ថ្ងៃនេះគ្រូបកកម្រិតបេតិកភណ្ឌជាតិ3រូបពេលឃើញស្នាមបកនេះភ្លាមទឹកភ្នែកពួកគេស្ទើរតែហូរមកទៅហើយប្រុសអោសអ្នកបន្តវេនអីទៅហង្សស្មុកក្បាលអីទៅម៉ែខ្ញុំគាត់គ្រាន់តែបករូបផ្កាតើស្រីរោគក្រហមស៊ូវ៉ាន់ឈីងអ្នកវិនិយោគហ៊ានឲ្យថ្លៃ25លានយួនភ្លាមនៅនឹងកន្លែងគ្រាន់តែដើម្បីសុំជួបមុខគ្រូបកម្នាក់នេះចុះអ្នកមីងលីននៅណាប្រុសអោស2000នាងថាប៉ុន្មានអំបញ្ញមិញស្រីរោគក្រហមស៊ូវ៉ាន់ឈីង25លានយួនស្ដាប់ច្បាស់ទេមនុស្សនៅណាខ្ញុំចង់ជួបគាត់ស្រីអាវយឺតលឿងគាត់ទើបតែដាក់ចុះស្រីរោគក្រហមស៊ូវ៉ាន់ឈីងទៅណាហើយចុះស្នាដៃប៉ារបស់គាត់ស្នាដៃប៉ារបស់គាត់នៅណាប្រុសអោសខ្ញុំមើលសិនរើម៉ៃខ្ញុំយកទៅចោលបាត់ហើយស្រីរោគក្រហមស៊ូវ៉ាន់ឈីងអ្នកថាអីណាប្រុសអោសគាត់ប្រមូលរបស់ទាំងអស់ដាក់ក្នុងថង់សម្រាមគាត់ថាជប់បាក់ហើយក៏យួរចុះទៅចោលទៅស្រីអាវយឺតលឿងគឺពួកយើងជាអ្នកបង្ខំគាត់ពួកយើងនិយាយថាជារបស់អត់ប្រយោជន៍ប្រាប់គាត់កុំឲ្យបាក់ទៀតគាត់ក៏យកទាំងសរសៃសូត្រគំរូប៉ាក់និងទាំងធំនោះប្រមូលដាក់ចូលថង់សម្រាមស្រីរោគក្រហមស៊ូវ៉ាន់ឈីងយូរប៉ុណ្ណាហើយគាត់ដើរចេញទៅយូរប៉ុណ្ណាហើយប្រុសអោសទើបតែមិនដល់5នាទីផងស្រីរោគក្រហមស៊ូវ៉ាន់ឈីង5នាទីជំនួយការឈុតពណ៌ប្រភេទអគ្គនាយកស៊ូស្បែកជើងរបស់អ្នកចិត្តខាងចាស់មួយអូហូមើលក្មេងស្រីម្នាក់នេះចុះលោកដៃចូលក្នុងធុងសម្រាមទាំងស្រស់អ្នកចិត្តខាងចាស់2សម្លៀកបំពាក់មួយកំភ្លេងហ្នឹងមើលទៅប្រហែលជាអស់រាប់ម៉ឺនយួនហើយមើលទៅខាងចាស់3ឈួតហើយដឹងម្នាក់ហ្នឹងជំនួយការឈុតពណ៌ប្រភេទអគ្គនាយកស៊ូទុកឲ្យខ្ញុំកាយវិញទុកឲ្យខ្ញុំអ្នកថយចេញសិនទៅខោអាវមួយកំភ្លេងនេះទើបតែដឹកតាមយន្តហោះមកពីប្រទេសបារាំងទេស៊ូវ៉ាន់ឈីងបិទមាត់ទៅខោអាវកំពុកនេះអាចយកមកប្រៀបធៀបនឹងចិត្តខាងរបស់អ្នកគ្រូលៀនបានដែរទេជាអ្នកណាទៅអ្នកចិត្តខាងចាស់មួយមិនដឹងដែរមើលដៃគាត់ចុះប្រឡាក់សុទ្ធតែទឹកស៊ុបបន្លែស្រីរោគក្រហមស៊ូវ៉ាន់ឈីងឃើញហើយសំណាងល្អហើយដែលមិនត្រូវបានឡានដឹកសម្រាមប្រមូលយកទៅបាត់ព្រះអើយប៉ាក់បានស្អាតថ្នាក់នេះពិតជាមានព្រលឹងសិល្បៈណាស់ខ្ញុំរស់ដល់អាយុ70ឆ្នាំហើយតើនៅណាជាអ្នកបាក់វារបស់នេះច្បាស់ជាមានតម្លៃណាស់ហើយមែនទេម៉ែនេះជាស្នាដៃដែលម៉ែប៉ាក់តើវាជាបំណែកដែលពួកយើងមិនត្រូវការមែនទេបានឬទេពួកគេមិនត្រូវការវាទេស្នាដៃប៉ាក់របស់ម៉ែបង្កើតខ្លួនឯងសោះបែរជាមិនត្រូវការហើយយកមកបោះចោលក្នុងសម្រាប់ទៅមែនយករបស់ស្អាតមកខ្ចប់វាឲ្យបានល្អកុំឲ្យមានស្នាមជ្រួញឲ្យសោះចាសម្ដាយរបស់ពួកអ្នកគឺជានិមិត្តរូបសិល្បករថ្នាក់ជាតិឥឡូវនេះប្រាប់ខ្ញុំមកតើគាត់បានទៅទីណាហើយអ៊ំស្រីអាយុប៉ុន្មានហើយ60មិនបានទេខាងភោជនីយដ្ឋានគេត្រូវការអ្នកអាយុក្រោម50ឆ្នាំអាយុប៉ុណ្ណឹងទៅលើកចានខ្លាចតែឆ្លោះចង្កេះទេចង់ធ្វើខាងសម្អាតមែនទេមានបទពិសោធន៍អស់ចាស់សមានពីមុនខ្ញុំធ្លាប់ធ្វើការនៅក្រុមហ៊ុនស៊ូគ្រូត្រូវគេបញ្ឈប់ពីការងារមែនទេអ្នកដែលឈប់ពីក្រុមហ៊ុនធំពិបាករកកន្លែងដាក់ណាស់ទុកលេខទូរស័ព្ទសិនមកបើមានការងារខ្ញុំនឹងប្រាប់1នាទីបាន100ផ្ទាំង100ផ្ទាំងឯណោះទោះបីជាប៉ាក់ផ្កាម៉ូដានោះបានលឿនយ៉ាងណាក៏ដោយក៏វានៅតែគ្មានជីវិតដែរថាម៉េចចាលោកមើលត្របកផ្កានោះចុះទោះបីជាស្នាមដេរស្មើគ្នាល្អមែនប៉ុន្តែវាមិនដកដង្ហើមទេរបស់ដែលប៉ាក់ដោយម៉ាស៊ីនគឺគ្មានព្រលឹងទេហើយភ្នែករបស់វាក៏គ្មានពន្លឺដែរអ្នកចេះប៉ាក់ដែរមែនទេកាលពីក្មេងធ្លាប់រៀនបានបន្តិចបន្តួចដែរមិនសូវពូកែប៉ុន្មានទេចុះអ្នកគិតថារបបប្រពៃណីប៉ាក់ដោយដៃនៅមានផ្លូវរស់ទេឥឡូវនេះគេនិយាយគ្នាថានឹងមកជំនួសស្នាដៃដូនតាហើយមិនអាចជំនួសបានឡើយម៉ាស៊ីនអាចចម្លងស្នាមដេរបានប៉ុន្តែវាមិនអាចចម្លងចិត្តនិងវិញ្ញាណរបស់ពេលដែលចាំចូលចុះទៅទោះបីជាសប្បាយចិត្តឬការទុកខ្សែអំបោះរបស់បែបនេះម៉ាស៊ីនរៀន10000ឆ្នាំទៀតក៏រៀនមិនចេះដែរសម្ដីរបស់អ្នកទោះបីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុនខ្ញុំដែលស៊ីប្រាក់ខែរាប់លានក៏និយាយមិនបានជ្រាលជ្រៅដល់ថ្នាក់នេះដែរលោកតាលោកសរសើរហួសហេតុពេកហើយខ្ញុំត្រូវទៅហើយនៅខាងនោះមានការងារលាងចានមួយទៀតចាស់និយាយក្រៅឆាកទៅយឺតបន្តិចគឺអស់ហើយតាចាស់ចាំបន្តិចលោកស្រីត្រកូលអ្វីដែរអ្នកម្ដាយមិនបាច់ខ្ញុំសំទេគ្រាន់តែជេរគ្នាលេងបន្តិចបន្តួចតើបរោះកាន់ត្រង់បាសីតាចាស់ម្នាក់នេះវង្វេងវង្វាន់អស់ហើយតាចាស់និយាយក្រៅឆាកមនុស្សម្នាក់នេះគ្រប់ពាក្យសម្ដីដែលគាត់និយាយមកគឺដូចជាដកចេញពីបេះដូងរបស់ខ្ញុំអញ្ចឹងអ្នកម្ដាយនេះមិនមែនបោះចោលហើយទេអីពួកឯងកូនប្រុសម៉ែកូនប្រសាស្រីម៉ែអ្នកម្ដាយពួកឯងកំពុងធ្វើស្អីហ្នឹងឈួតអស់ហើយមែនទេ
នៅលើការរវាត្រជាក់ណាស់ប្រញាប់ក្រោកឡើងកូនប្រុសម៉ែថ្ងៃនេះប្រធានក្រុមហ៊ុន Sushi Group បានមកដល់ហើយគឺជានាយកធំបំផុតនៃក្រុមហ៊ុនដែលម៉ែធ្លាប់ធ្វើការពីមុនហ្នឹងគាត់បានមកដល់ផ្ទះយើងផ្ទាល់ដើម្បីរកម៉ែអ្នកម្ដាយរកខ្ញុំធ្វើអីកូនប្រសាស្រីម៉ែសាថងដែលម៉ែបានប៉ាក់បំណាស់នោះនៅក្នុងពិព័រណ៍ត្រូវបានមេជាងកម្រិតថ្នាក់ជាតិ3រូបបានឃើញហើយពួកគេបានយំភ្លាមនៅនឹងកន្លែងតែម្ដងគេនិយាយថាវាជាបច្ចេកទេសហងស្មុកបាដែលបានបាត់បង់អស់រយៈពេល30ឆ្នាំ5លានយន់ណាហ្វម៉ែអ្នកវិនិយោគបានហ៊ានទិញក្នុងតម្លៃ 2.5 លានយន់ភ្លាមនៅនឹងកន្លែងគ្រាន់តែដើម្បីបានជួបម៉ែតែម្ដងគាត់អ្នកម្ដាយអីគេកូនប្រុសគឺខ្ញុំជាអ្នកខុសគឺខ្ញុំដែលនិយាយថាជំនាញរបស់ម៉ែគ្មានប្រយោជន៍គឺខ្ញុំដែលនិយាយថាម៉ាស៊ីនប៉ាក់បានស្អាតជាងម៉ែខ្ញុំបានយកវត្ថុបុរាណប្រចាំត្រកូលរបស់យើងបោះចូលទៅក្នុងធុងសម្រាមដោយដៃខ្លួនឯងកូនប្រសាស្រីលោកស្រីប្រធានស៊ូនោះស្លៀកសម្លៀកបំពាក់ប្រេនលំដាប់ខ្ពស់បានលោតចូលទៅក្នុងធុងសម្រាមដោយផ្ទាល់ខ្លួនគាត់ជាអ្នកក្រៅសោះបែរជាយល់ពីតម្លៃរបស់មានតម្លៃជាងពួកយើងទៅទៀតពួកយើងសំបីតែអ្នកក្រៅក៏មិនស្មើផងម៉ែអ្នកម្ដាយគាត់នឹងមកនៅពេលណាកូនប្រុសថ្ងៃស្អែកលោកស្រីប្រធានស៊ូនិយាយថាថ្ងៃស្អែកគាត់នឹងបើកឡានមកទទួលម៉ែដោយផ្ទាល់តែម្ដងម៉ែគឺកូនមានភ្នែកតែមើលមិនស្គាល់ភ្នំឡៅសានគឺពួកយើងមិនគូកនឹងទទួលបានអ្នកម្ដាយលោកគ្រូបានឬទេប្រលឹងនៃសិល្បៈនេះមិនបានរលីបាត់ឡើយអ្នកចិត្តខាងចូលចិត្តនិយាយដើមអុយបងស្រីលីនតាបំរុងនឹងទៅណាខ្វែងដៃខ្វែងជើងនឹងនិយាយថាមិនសូវមិនគិតឃើញហើយតាបានបោះចោលរបស់រញ៉េញ៉ៃទៅភ្នែកទាំងនោះអស់ហើយមែនទេធ្វើបែបហ្នឹងទៅត្រូវរបស់ប៉ារញ៉េញ៉ៃបែបហ្នឹងតាមានអ្នកណាចង់បានទៅអ្នកចិត្តខាងម្នាក់ទៀតមែនហើយនៅផ្ទះសម្រាប់ស្រីចាងជួយហ្វិននិយាយស្ដីឲ្យមានរបៀបបន្តិចជំនាញប៉ារបស់ម្ដាយក្មេងខ្ញុំមិនដល់វេនអ្នកមកនិយាយដើមចាក់ដោតនៅទីនេះទេអ្នកចិត្តខាងចូលចិត្តនិយាយដើមតើខ្ញុំនិយាយខុសត្រង់ណាមិនសូវមិនផ្ទះអ្នកណាគេយំស្រែកផ្អើលភូមិធ្វើដូចជាមានរឿងធំដុំណាស់អញ្ចឹងអ្នកម្ដាយលីលីចាត់ទុកថាហេទៅចុះអ្នកចិត្តខាងចូលចិត្តនិយាយដើមឡានម៉ៃបាមេបាច់បីគ្រឿងស្លាកលេខរៀបគ្មានទៀតផងប្រធានក្រុមហ៊ុនស៊ូខ្ញុំជាប្រធានក្រុមហ៊ុន Sushi Group ស៊ូវ៉ាន់ឈីងស៊ូវ៉ាន់ខេងស្ត្រីរ៉ូពណ៌បៃតងលាន់មាត់ទាំងភ្ញាក់ផ្អើលស្ត្រីរ៉ូពណ៌បៃតងឡើងបីបានដល់ស្ត្រីវ័យក្មេងម្នាក់ពាក់អាវធំពណ៌ស្វាយមានប៉ាក់រូបហង្សពណ៌មាសចុះពីលើឡានជំនួយការស្រីម្នាក់អាវធំពណ៌ស្វាយដើរទៅរកស្ត្រីពាក់អាវក្រៅពណ៌ប្រភេទហើយអន់គោរពយ៉ាងទន់ភ្លន់ស្ត្រីអាវធំពណ៌ស្វាយខ្ញុំស៊ូវ៉ាន់ឈីងប្រធានក្រុមហ៊ុន Sushi Group សូមស្វាគមន៍លោកគ្រូលីនត្រឡប់មកពីសាលេខដើម្បី suspense ជួប55566ជំនួយការពាក់អាវរោមជាពណ៌លឿងបៃតងមើលស្ត្រីរ៉ូពណ៌បៃតងហើយនិយាយយ៉ាងបៃតងស្ត្រីអាវរោមជាពណ៌លឿងចាំជួយ fan stop ឲ្យគាត់មិនមែនជាស្នាដៃម្ដាយក្មេងខ្ញុំជាសម្បត្តិបេតិកភណ្ឌជាតិប្រធានក្រុមហ៊ុន Sushi Group ជិះឡានរាប់លានដុល្លារមកទទួលដោយផ្ទាល់ឯងសាក់និយាយម្ដងទៀតមើលថាជារបស់អត់ប្រយោជន៍ដែលគ្មានអ្នកណាស្ត្រីអាវធំពណ៌ស្វាយជូនដំណើរលោកគ្រូលីនទៅកាន់ទ្វារឡានយ៉ាងថ្នមទាំងយកដៃរាំងខាងលើដើម្បីកុំឲ្យទង្គិចក្បាលស្ត្រីអាវធំពណ៌ស្វាយលោកគ្រូអញ្ជើញបាត់ប្រយ័ត្នទង្គិចក្បាលបុរសម្នាក់ពាក់អាវស្ជុកបែបនោះទឹកមុខស្លាយក្រោយនឹងទៅបើកិនពេញប៉ោះដែលជ្រុះនៅលើដីអ្នកចិត្តខាងនាំគ្នាឡំពណ៌ស្ត្រីរ៉ូពណ៌បៃតងហើយនិយាយដើមអ្នកចិត្តខាងទី1មិននិយាយថារបស់ដែលគេបោះចោលជារបស់ស្អីគេមើលមិនស្គាល់របស់មានតម្លៃសោះនៅក្នុងឡានលោកគ្រូលីនអង្គុយក្បែរស៊ូវ៉ាន់ឈីងទាំងអារម្មណ៍ភ័យអរហើយស្ទាបកៅអីដល់ប្រណីតលោកគ្រូលីនលោកស្រីស៊ូឡាននេះមានតម្លៃណាស់ខ្លាចធ្វើឲ្យប្រឡាក់កៅអីរបស់លោកស្រីស៊ូវ៉ាន់ឈីងលោកគ្រូលីនបើលោកគ្រូនិយាយបែបនេះទៀតខ្ញុំនឹងខឹងហើយណាប្រឡាក់អីទៅលោកគ្រូព្រមជិះឡានខ្ញុំជាកិត្តិយសរបស់ខ្ញុំទៅវិញទេឡានបន្តធ្វើដំណើរទៅមុខស៊ូវ៉ាន់ឈីងនិយាយទៅកាន់លោកគ្រូលីនយ៉ាងរំភើបស៊ូវ៉ាន់ឈីងកាលពីម្សិលមិញខ្ញុំបានពង្រេចមើលប៉ាក់នៅលើមាត់ចង្កូតអាវរបស់លោកគ្រូធំជាងមុន50ដងហើយអង្គុយមើលមួយយប់ទល់ភ្លឺសរសៃអំបោះមាសនោះតូចរហូតដល់អាចដោតចូលប្រហោងចូលបានតើលោកគ្រូអាចបំបីវាជា16សរសៃតូចដោយរបៀបណាហើយក្បាច់ចាក់បញ្ចប់ហងស្មុកក្បាលនោះពិតជាអស្ចារ្យខ្លាំងណាស់លោកគ្រូលីនអញ្ជើញពិសាទឹកបាតសីតុណ្ហភាព45អង្សាលោកគ្រូលីនរំភើបចិត្តនិងបន្ទាបខ្លួនលោកគ្រូលីនក្មួយស្រីឯងយល់ដឹងពីក្បាច់ប៉ាក់នេះដែរឬស៊ូវ៉ាន់ឈីងខ្ញុំមិនហ៊ាននិយាយថាយល់ដឹងទេនៅចំពោះមុខលោកគ្រូខ្ញុំគ្រាន់តែជាស៊ូវ៉ាន់ឈីងដកទូរស័ព្ទបង្ហាញរូបភាពឌីជីថលនៃរូបហង្សប៉ាក់ដោយខ្សែមាសស៊ូវ៉ាន់ឈីងលោកគ្រូលីនខ្ញុំមានសំណួរមួយដែលឆ្ងល់មួយយប់ហើយការចាក់បញ្ចប់បេមចូលចុងក្រោយត្រង់កន្ទុយហងតើលោកគ្រូចាក់លាក់ខ្សែដើម្បីទប់ទម្រង់មុនឬមួយក៏ប្រើក្បាច់ចាក់ចុងខ្សែដើម្បីទប់មុនលោកគ្រូលីនយំយ៉ាងកក់ក្ដៅយ៉ាងណាក៏ធ្វើកាយវិការដៃបង្ហាញលោកគ្រូលីនមិនត្រូវទាំងអស់ត្រូវចាក់លាក់ខ្សែមួយជួរមុនប៉ុន្តែមិនមែនដើម្បីទប់ទម្រង់ទេគឺដើម្បីបង្កើនវិញ្ញាណរបស់រូបប៉ាក់ស្ទាត់ជំនាញនេះគេហៅថានាគលាក់ខ្លួនចូលមហាសមុទ្រចាំថ្ងៃក្រោយខ្ញុំនឹងបង្រៀនឯងសន្សឹមស៊ូវ៉ាន់ឈីងលាន់មាត់ទាំងរំភើបហើយចាប់ដៃលោកគ្រូលីនស៊ូវ៉ាន់ឈីងលោកគ្រូក្រុមរៀបចំកន្លែងទទួលភ្ញៀវនៃអគារគ្រូលីនអ្នកស្វាញកំពុងជួបការ៉ូនាយកវ័យកណ្ដាលម្នាក់ពាក់អាវធំឆ្នូតពណ៌ប្រភេទនិងនាឡិកាមាសកំពុងរៀបចំប្រវត្តិទាំងនិយាយទៅកាន់បុគ្គលិកនាយកប្រធានចាំងលើកទឹកចិត្តឡើងទាំងអស់គ្នាថ្ងៃនេះប្រធានក្រុមប្រឹក្សាពិបាលនឹងមកក្រុមហ៊ុនដោយផ្ទាល់បុគ្គលិកវ័យក្មេងម្នាក់តែងតែបានក្រុមប្រឹក្សាពិបាលនេះគឺដោយសារតែលោកប្រធានចាំងមានចក្ខុវិស័យវែងឆ្ងាយនិងប្រធានចាំងការជំទាស់ញឹមដោយមោទនភាពមនុស្សមួយចំនួនចូលចិត្តអបក្រសោបរបស់ហួសសម័យមិនព្រមលេងតែគេពិតជាគិតថាទៅអញ្ជើញដូនចាស់ប៉ាក់ដុកដេកម្នាក់មកអាចជួយសង្គ្រោះក្រុមហ៊ុនបានមែនទេជារឿងកំ pl ែងដ៏ធំបំផុតហើយអ្នកជួបការ៉ូម្នាក់ឈប់ជូតទឹកមុខស្រពោនភ្លាមនោះទ្វារវើបានវើរួចលោកគ្រូលីនដែលចូលមកអំដំណើរដោយស៊ូវ៉ាន់ឈីងអ្នកស្រីជួបការ៉ូវ័យចំណាស់ម្នាក់ស្គាល់លោកគ្រូលីនហើយនិយាយចំអកខ្លាំងអ្នកស្រីជួបការ៉ូអូហូនេះមិនមែនលីនស៊ីវយីងទេអីទើបតែត្រូវគេដេញចេញកាលពីម្សិលមិញថ្ងៃនេះរត់មកវិញបាត់ទៅហើយមិនដែរមកអង្វរឲ្យបងចាំងទទួលឯងចូលធ្វើការវិញមែនទេអ្នកជួបការ៉ូម្នាក់ទៀតព្យាយាមគាត់ទាំងសម្ដៅមកទាំងសម្លឹងមើលស៊ូវ៉ាន់ឈីងយ៉ាងមើងម៉ាត់ប្រធានចាំងលោកស្រីស៊ូតើលោកស្រីមានន័យថាម៉េចនឹងត្រីសម្អាតទើបតែត្រូវបានគេដេញចេញពីការងាររំសើមិញសប្តាហ៍ថ្ងៃនេះបែរជារត់មកវិញបាត់យ៉ាងម៉េចដែរមកអង្វរឲ្យបងចៅទទួលយកទៅធ្វើការវិញមែនទេហាហាអ្នកចាត់ការលោកស្រីស៊ូតើនេះមានន័យថាយ៉ាងម៉េចនាំស្ព្រេសម្អាតដែលទើបតែត្រូវគេបណ្ដេញចេញមករកក្រុមហ៊ុនវិញហើយថែមទាំងចង់ឲ្យគាត់ចូលរួមក្នុងក្រុមប្រឹក្សាពិបាលទៀតផងហេនេះឬជាគ្រូឆ្នើមដែលអាចស្រោចស្រង់ស្ថានភាពបានដែលអ្នកឯងបាននិយាយនោះលោកស្រីស៊ូស្ត្រីឈុតស្វាយប្រធានចាំងបើកភ្នែកឲ្យធំបន្តិចទៅអ្នកដែលឈរនៅចំពោះមុខលោកនេះគឺជាប្រធានទីប្រឹក្សាជាន់ខ្ពស់ផ្នែកប៉ាក់ដោយដៃនៃសម្ព័ន្ធក្រុមហ៊ុនស៊ូដែលហ៊ាននឹងចូលកាន់តំណែងហើយក៏ជាអ្នកបន្តវេនតែម្នាក់គត់នៃសិល្បៈប៉ាក់ចំណានគឺលោកស្រីគ្រូលីនសុជីអ្នកចាត់ការហាស៊ូវ៉ាន់ឈីងខ្ញុំគិតថាអ្នកឯងប្រហែលជាឈួតដោយសារតែការព្រួយបារម្ភហើយបានជាចេះតែទៅអូសទាញស្ត្រីចំណាស់ម្នាក់ពីខាងក្រៅដែលសំបីតែជួបការ៉ូក៏មិនស្អាតផងហ៊ានមកបន្លំធ្វើជាគ្រូឆ្នាំទៅកើតអ្នកឯងគិតថាប្រធានក្រុមប្រឹក្សាពិបាលជាមនុស្សល្ងងឬក៏គិតថាខ្ញុំជាមនុស្សល្ងងស្ត្រីសម្អាតបើសិនជាគាត់ជាគ្រូឆ្នាំចុះមិនមែនខ្ញុំជាទេវតាប៉ាក់ទៅហើយទេអីហាលោកគ្រូចាស់ទី1ឈុតខៀវតាមមនុស្សនៃណាភ្ញៀវគណៈចៅលោកស្រីស៊ូបាននិយាយនោះលោកតានៃណាលោកតាសុនតាហេតុអ្វីបានជាកម្ពុជាតួអង្គទាំង3រូបចុះមកដោយផ្ទាល់បែបនេះ
ខ្ញុំកំពុងតែរៀបចំឡើងទៅទទួលលោកតាហើយតើលោកគ្រូចាស់ទី1គឺគាត់ហើយមិនខុសទេគឺគាត់ពិតប្រាកដមែនលឿនឡើងប្រញាប់ទៅទីនោះទៅលោកគ្រូចាស់ទី1លោកគ្រូមីងអស់រយៈពេល30ឆ្នាំពេញហើយទីបំផុតពួកយើងបានរកឃើញលោកគ្រូមីងហើយលោកគ្រូចាស់ទី2ឈុតថ្នោតប្រសិនបើលោកគ្រូដឹងថាលោកគ្រូមីងនៅមានជីវិតរស់នៅឡើយគាត់ច្បាស់ជាសប្បាយចិត្តខ្លាំងណាស់លោកគ្រូចាស់ទី3ឈុតប្រភេទប្រលឹងនៃសិល្បៈបច្ចេកណាននៅតែមានទីបំផុតនៅតែមានដដែលបរិះកាន់ឈើជូការ៉ូលោកគ្រូមីងបងស្រីលីនគាត់គឺជាលោកគ្រូមីងមែនទេនួយការសំបីតែកម្ពុជាតួអង្គកម្រិតរតនសម្បត្តិជាតិក៏ហៅគាត់ថាលោកគ្រូមីងដែរចុះតើគាត់ត្រូវជាចំនួនណាទៅវិញនេះជាមេកាយនេះជាមេកាយពិតប្រាកដហើយតើលោកស្រីគ្រូលីនក្រោកឡើងទាំងអស់គ្នាមកអាយុច្រើនអស់ទៅហើយកុំធ្វើបែបនេះដាក់ខ្ញុំអីលោកស្រីស៊ូអនុប្រធានចាងតើពេលនេះលោកនៅតែគិតថាវាជារឿងកំ pl ែងទៀតដែរឬទេលោកស្រីស៊ូលោកស្រីគ្រូលីនឪពុករបស់ខ្ញុំកំពុងតែរងចាំលោកស្រីហើយលោកស្រីគ្រូលីនឈរនៅកន្លែងខ្ពស់បែបនេះមើលទៅអ្វីគ្រប់យ៉ាងប្រៀបដូចជាក្រឡានៅលើក្រណាត់ប៉ាអញ្ចឹងលោកស្រីគ្រូលីននៅឯសួនច្បារអ្នកដែលនិយាយថាអេនឹងមកកំចាត់ស្នាដៃសិប្បកម្មនោះគឺជារូបលោកប្រធានក្រុមប្រឹក្សាភិបាលនៅលើបង់អង្គុយវែងអ្នកដែលនិយាយថាម៉ាស៊ីនមិនអាចប៉ាក់ចេញនៅប្រលឹងនិងបេះដូងបាននោះគឺជារូបលោកចាំងដឺហៃបើកភ្នែកអ្នកឲ្យធំមើលទៅអ្នកដែលឈរនៅចំពោះមុខអ្នកនេះគឺជានាយកទីប្រឹក្សាជាន់ខ្ពស់ផ្នែកប៉ាក់ដោយដៃដែលជិតកាន់តំណែងរបស់ក្រុមហ៊ុនស៊ូស៊ីគ្រប់គាត់គឺជាអ្នកបន្តវេនតែម្នាក់គត់នៃសិល្បៈប៉ាក់ចេញណានគឺលោកគ្រូធំលីនសូយីងហាស៊ូវ៉ាន់ជីងខ្ញុំមើលទៅអ្នកប្រហែលជាឈួតដោយសារតែការភ័យស្លន់ស្លោហើយគ្រាន់តែទៅអូស្ត្រីចំណាស់ម្នាក់ពីខាងក្រៅដែលសំបីតែជូតការ៉ូក៏មិនស្អាតផងហ៊ានមកបន្លំធ្វើជាលោកគ្រូធំផងហឹងអ្នកគិតថាប្រធានក្រុមប្រឹក្សាភិបាលជាមនុស្សល្ងងឬក៏គិតថាខ្ញុំជាមនុស្សគាត់ជាលោកគ្រូធំចិញ្ចឹមចិត្តខ្ញុំជាព្រះអង្គម្ចាស់នៃសិល្បៈប៉ាក់ទៅហើយហាមនុស្សណែណាភ្ញៀវកិត្តិយសដែលលោកស្រីស៊ូបាននិយាយតើគាត់ណែណាលោកគ្រូជូលោកគ្រូហ៊ឺលោកគ្រូសុនហេតុអ្វីបានជាកម្ពុជាតួអង្គទាំង3ចុះមកដោយផ្ទាល់អញ្ចឹងខ្ញុំកំពុងតែរៀបចំឡើងទៅទទួលអ្នកទាំង3ល្មមគឺគាត់មិនខុសទេគឺគាត់ហើយលឿនឡើងប្រញាប់ទៅទីនោះទៅលោកគ្រូមីងពិតជាមានរយៈពេល30ឆ្នាំពេញហើយពួកយើងចុងក្រោយគឺរកអ្នកឃើញហើយប្រសិនបើលោកគ្រូដឹងថាអ្នកនៅមានជីវិតរស់នៅតើគាត់នឹងសប្បាយចិត្តយ៉ាងណាទៅប្រលឹងនៃសិល្បៈបច្ចេកណាននៅតែមានចុងក្រោយនៅតែមានលោកគ្រូមីងបងស្រីលីនគាត់គឺជាលោកគ្រូមីងស្ត្រីចំណាស់ដែលលោកប្រធានគូបានហៅគាត់ហៅគាត់ថាលោកគ្រូមីងចុះតើគាត់ស្ថិតក្នុងចំនួនណាទៅលោកគ្រូដើមនេះគឺជាលោកគ្រូដើមហើយតើក្រោកឡើងទាំងអស់គ្នាទៅអាយុច្រើនអស់ហើយកុំធ្វើឲ្យខ្ញុំខូចបុណ្យអីអនុប្រធានចាងពេលនេះអ្នកនៅតែគិតថាវាជារឿងកំ pl ែងទៀតដែរទេលោកគ្រូលីនអញ្ជើញឪពុករបស់ខ្ញុំកំពុងតែរងចាំអ្នកឈរនៅកន្លែងខ្ពស់បែបនេះមើលអ្វីគ្រប់យ៉ាងគឺដូចជាក្រឡានៅលើក្រណាត់ប៉ាក់អញ្ចឹងនៅក្នុងសួនច្បារអ្នកដែលបាននិយាយថាអេនឹងមកជំនួសស្នាដៃធ្វើដោយដៃគឺជារូបអ្នកមែនទេនៅលើបង់អង្គុយអ្នកដែលបាននិយាយថាម៉ាស៊ីនមិនអាចប៉ាក់ចេញនៅប្រលឹងនឹងទឹកចិត្តបានគឺជារូបអ្នកមែនទេប៉ាអ្នកទាំងពីរខ្ញុំបានត្រឡប់ទៅតាមរកអ្នកអស់រយៈពេល3ថ្ងៃខ្ញុំបានសួរគ្រប់គ្នានៅក្នុងសួនច្បារទាំងមូលហេតុអ្វីបានជាអ្នកចាក់ចេញទៅដោយមិនបន្សល់ទុកសំបីតែមួយម៉ាត់ខ្ញុំគិតថាអ្នកគ្រាន់តែជាតាចាស់ម្នាក់ដែលមកហាត់ប្រាណពេលព្រឹកតែប៉ុណ្ណោះបើអញ្ចឹងអ្នកមើលរបស់នេះទៅរបស់នេះអ្នកច្បាស់ជាស្គាល់ហើយមែនទេ30ឆ្នាំហើយខ្ញុំមិនដែលឲ្យវាចាក់ចេញពីខ្លួនខ្ញុំសំបីតែមួយថ្ងៃឡើយ